random access memory ឬក៏យើងហៅថា RAM វាគឺជាផ្នែកមួយនៃកុំព្យូទ័រដែលធ្វើឲ្យកុំព្យូទ័រដំណើរការបើសិនជាគេចាត់ទុក CPU គឺជាគោលក្បាលអញ្ចឹង RAM ដូចជាបេះដូងអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាតទៅនឹងប្រវត្តិរបស់ RAM និងការកកើត RAM អញ្ចឹង RAM កើតឡើងមកពីសារធាតុ silicon copper ឬក៏យើងហៅថាទង់ដែងហើយនិងមាសអ្នកនរគ្នាស្ដាប់ច្រឡំទេគឺមាសយើងដឹងថាកុំព្យូទ័របង្កើតឡើងនៅអំឡុងឆ្នាំ1940ទៅឆ្នាំ1950ប៉ុន្តែពេលហ្នឹងគឺអត់ទាន់មាន RAM ដូចសម័យទំនើបទេកាលនោះគេប្រើ magnetic RAM ហើយនឹង magnetic Hall switch ពេលហ្នឹងវាពិតជាពិបាកមែនតើដោយសារទី1វាធំទី2វាយឺតអត់ទាន់សម័យហើយទី3យើងដឹងថានៅពេលដែលធំគឺវាថ្លៃនិងទី3គឺថ្លៃអញ្ចឹងក្រោយមកទៀតនៅឆ្នាំ1968លោក Robert Dennett គាត់បានបង្កើត one transistor ឬក៏យើងហៅថា dynamic RAM ឬក៏ពាក្យកាត់គេហៅថា DRAM អំឡុងឆ្នាំ1968ហ្នឹងគឺបានទទួលស្គាល់និងសិក្សាបន្ថែមនៅ IBM នៅពីឆ្នាំក្រោយមកទៀតអំឡុងឆ្នាំ1970 RAM ដំបូងគេរបស់ Intel គឺបានចេញឡើងគឺមានឈ្មោះថា C1103 វាមានទំហំតូចទំនើបហើយទំហំទុកគឺធំជាងមុនហើយដំណើរការក៏លឿនជាងមុនដែរជាពិសេសគឺធូរថ្លៃជាងមុនដោយសារការមុនគឺធំការដែលយើងអត់មានRAM ដូចសម័យទំនើបហ្នឹងអញ្ចឹងណាមិនតែប៉ុណ្ណោះ capacity របស់វាឬក៏ទំហំទុករបស់វាគឺ1 KB ឬក៏1 KB ហ្នឹងហើយខ្ញុំឆ្លៀតពាក់តិចតាក់ទងនឹងស៊េរីរបស់ RAM គេក៏បានអាប់ដេតពី DRAM ទៅ SDRAM បន្តមកទៀតក៏គេចាប់ផ្ដើមអាប់ដេតពី DDR1 DDR2 រហូតដល់ DDR5 បច្ចុប្បន្នហ្នឹង